បងប្អូនយើងភាគច្រើនតែមានបញ្ហាពិបាកក្នុងការទុកដាក់ឯកសារជាกระดาษជាហាតហើយក៏ចង់ស្តុកវាទុកនៅក្នុងកុំព្យូទ័រប៉ុន្តែក៏មានបញ្ហាមួយចំនួនដោយសារកុំព្យូទ័រ error ឬក៏មិនបានយកកុំព្យូទ័រតាមខ្លួនអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀប scan និងទុកដាក់ឯកសារដោយប្រើទូរស័ព្ទដៃហើយបងប្អូនអាចរកវាឃើញត្រឹមតែប្រហែលវិនាទីតែប៉ុណ្ណោះបាទអញ្ចឹងកម្មវិធីនេះគឺ Google Drive បាទដំបូងឡើយបងប្អូនត្រូវចូលទៅកាន់ App Store ឬក៏ Play Store ដើម្បីធ្វើការដំឡើងនៅ App Google Drive នេះបាទនេះគឺជា App Google Drive បន្ទាប់ពីបានដំឡើងហើយបងប្អូនចូលមកបើកមកហើយគេនឹងឲ្យ login នៅ email របស់ខ្លួនអញ្ចឹងបងប្អូនអាចដាក់ email បានបាទបន្ទាប់ពី login ហើយគឺនឹងឃើញផ្ទាំងបែបនេះបងប្អូនចុចកន្លែងសញ្ញាបូកដើម្បី scan document អញ្ចឹងបងប្អូនយកពាក្យ scan document បាទត្រង់ចំណុចនេះបងប្អូនគ្រាន់តែដាក់ទូរស័ព្ទពីលើឲ្យត្រង់ទៅវានឹងថតអូតូពេលដែលដាក់គ្រប់ឯកសារអស់ហើយចាំ save សរុបចំណុចនេះបងប្អូនអាចដូរឈ្មោះឯកសាររបស់យើងដើម្បីងាយស្រួលរកហើយអាចដាក់នៅក្នុង folder បង្កើតថ្មីក៏បានឬក៏យក folder ដែលយើងមានស្រាប់បាទត្រង់នេះបាទអាចកើតថ្មីទៅបើសិនជាបងប្អូនអត់ទាន់មាន folder បាទអញ្ចឹងខ្ញុំតេស្តសាកល្បងនេះយកពាក្យ save here ហើយយកពាក្យ upload ដើម្បីរកឯកសារដែលយើងបានថតមិញហ្នឹងគឺយើងចូលមកកន្លែង file នេះមកនឹងឃើញ folder របស់យើងគឺ test បាទអញ្ចឹងយើងចុចតទៅគឺនឹងឃើញឯកសារដែលយើងបានថតមិញជា file PDF ផងដែរបាទនេះគឺជាលទ្ធផលបងប្អូនចំពោះឯកសារដែលបាន scan ហើយមិញនេះបើសិនជាបងប្អូនចង់ផ្ញើទៅកាន់ក្រុមការងាររបស់ខ្លួនបងប្អូនអាចចុចកន្លែងចុច3នេះហើយបាទគឺនឹងវាលោតពាក្យថា share បងប្អូនចុចកន្លែង share ហ្នឹងទៅគឺអាចវាយនៅ email ដែលយើងចង់ផ្ញើទៅកាន់នរណាម្នាក់នឹងបានឬក៏ម្យ៉ាងទៀតបងប្អូនចង់ផ្ញើទៅកាន់ Telegram ឬក៏នៅចុចត្រេ3នឹងដែរយកពាក្យថា download បាទអញ្ចឹងនឹងអាចផ្ញើទៅកាន់ Telegram បានបាទអញ្ចឹងសរុបមកកម្មវិធី Google Drive នេះមិនត្រឹមតែជួយឲ្យបងប្អូនអាចរកឯកសារបានរហ័សទេហើយវាថែមទាំងមានសុវត្ថិភាពផងដែរសូមបងប្អូនជួយចុច Subscribe ហើយបើសិនជាមានចម្ងល់ទាក់ទងនឹង Google Drive នេះឬក៏ចង់ឲ្យខ្ញុំបកស្រាយនៅធានបទផ្សេងសូម comment នៅខាងក្រោមបាទសូមអរគុណសូមជម្រាបលា